Hello នេះចង់និយាយអំពីការប្រៀបធៀបយើងធ្វើការរោងចក្រជាមួយនឹងធ្វើការនៅ bakery តាមបទពិសោធន៍របស់ខ្ញុំឯណាខ្ញុំមិនមែនថាខ្ញុំអ្នកចេះដឹងអីទេក៏ខ្ញុំប្រៀបធៀបទៅតាមការគិតឃើញរបស់ខ្ញុំឯណាបើយើងគិតថាល្អយើងក៏ចែកម្លែកគេឲ្យគេដឹងអញ្ចឹងណាបើយើងធ្វើការនៅរោងចក្រវាធម្មតាវាបានយើងនិយាយថា minimum wage អាប្រាក់ខែគោលរបស់គេវា 23.95 អញ្ចឹងណាហើយបើយើងធ្វើទៅវា40ម៉ោងអញ្ចឹងវាបាន9.58ហើយធម្មតាតាក់វាមានតាមហ្នឹងណាបើដូចខ្ញុំវា 17.5% ជាងខ្ញុំដកវាសល់ 7.35 អញ្ចឹងណាហើយបើសិនជាយើងធ្វើការកន្លែងខ្លះរោងចក្រខ្លះបើដូចកន្លែងខ្ញុំធ្វើវាមិនមែនចូលទៅ 23.95 ចូលទៅព្រាមឲ្យ25ហ្មងឲ្យ25រៀលបើដំបូងហើយបើយើងធ្វើការទៅបើយើងធ្វើល្អវាឡើងយើង2រៀល1ម៉ោង2រៀល3រៀលអញ្ចឹងណាហើយបើយើងធ្វើយប់ឡើងអញ្ចឹងក្នុងមួយថ្ងៃគេឲ្យយើង$20សម្រាប់ថ្លៃហូបអីអាហ្នឹងសម្រាប់ធ្វើយប់ហើយបើសិនជាយើងធ្វើយប់ហ្នឹងវាបាន holiday pay ច្រើនជាងថ្ងៃថ្ងៃបាន20ថ្ងៃមួយឆ្នាំបើយប់បាន25ថ្ងៃហើយបើសិនជាយើងធ្វើការនៅហ្នឹងយើងធ្វើថែមម៉ោង2ម៉ោងអាលុយ$20ក្នុងមួយថ្ងៃហ្នឹងគេអត់យកកាត់តាក់អីគេឲ្យយើងពេញហ្មងគេអ្នក pay តាក់ឲ្យប៉ុន្តែបើយើងធ្វើការចាប់ពី3ម៉ោងថែមម៉ោងចាប់ពី3ម៉ោងឡើងលើក្នុងមួយថ្ងៃប្រហែលថាយើងធ្វើ8ម៉ោងប៉ុន្តែយើងធ្វើឡើង11ម៉ោងទៅ12ម៉ោងចន្លោះហ្នឹងគេថែមមកយើង$20ពីលើទៀតមានថាមួយថ្ងៃហ្នឹងបើសិនជាយើងធ្វើការបានលុយម្ហូបហ្នឹង$20អញ្ចឹងគេឲ្យយើង$40ក្នុងមួយថ្ងៃហ្នឹងណាហើយបើនៅនេះការធ្វើការថែមម៉ោងនៅញូហ្សេឡង់ណាអត់មានគុណដូចនៅខាងអូស្ត្រាលីណានៅអូស្ត្រាលីថែមម៉ោងអញ្ចឹងខ្ញុំឮគេថាមានគុណណាគុណនោះមកថាដូចឧទាហរណ៍ថាយើង1ម៉ោង20រៀលអញ្ចឹងគេឲ្យបាន30រៀលអីចឹងណាហើយនៅអូស្ត្រាលីមានថ្ងៃសៅរ៍បាន1កន្លះដូចខ្ញុំនិយាយហ្នឹង20ទៅជា1ម៉ោងបាន30ហើយដល់ពេលថ្ងៃអាទិត្យគុណនឹង2បើ1ម៉ោង20រៀលបាន$40អញ្ចឹងណាអាហ្នឹងនៅខាងអូស្ត្រាលីគេមានបើនៅញូហ្សេឡង់អត់មានទេហ្នឹងឥឡូវខ្ញុំនិយាយរឿងតាក់ទងយើងប្រៀបធៀបគ្នាតាក់ទងជាមួយនឹងការដែលយើងធ្វើការជាមួយនឹង bakery ហើយនឹងធ្វើការនៅរោងចក្រមួយអាទិត្យ40ម៉ោងបើគិតកាត់តាក់ហើយបាន$7.35តែបើសិនជាយើងធ្វើនៅ bakery ក្នុងមួយថ្ងៃมันអាចធ្វើ8ម៉ោងបានទេតែ bakery ខ្លះរវល់អាចនឹងរវល់ធ្វើរហូតដែរ10ម៉ោងទៅ12ម៉ោងក្នុងមួយថ្ងៃហើយបើសិនជាគេឲ្យប្រហែលជា180ទៅ200ហ្នឹងវាជាមធ្យមចុះយើងចេះធ្វើប៉ុណ្ណាអញ្ចឹងបើយើងចូលទៅរៀនដំបូងបាទគេមិនឲ្យដល់ថ្នាក់ហ្នឹងទេតែយើងចេះដែរហើយបើយើងចេះខ្លាំងបកកែខ្លាំងចេះលក់ចេះធ្វើសាំងវិចចេះរៀបចំអីវ៉ាន់ back up អីគេរៀបចំថែមអីវ៉ាន់រៀបចំទុកដាក់អីវ៉ាន់គេឲ្យអស់គេយើងបានថាយើងជំនាញហ្មងអាហ្នឹងអាចឡើងដល់230 240ក៏250ទៅតាមហ្នឹងអញ្ចឹងណាបើ baker ក៏អាចឡើងដល់250 260តាមយើងជំនាញអ្នកខ្លះ baker ខ្លះគេបកកែខ្លាំងគេអត់ចាំបាច់ទៅធ្វើការអញ្ចឹងគេធ្វើម៉ៅមកថាមួយថ្ងៃហ្នឹងវាយ20ថាសផាយ20ថាសអញ្ចឹងទៅសោះស៊ីរ៉ូលប្រហែលគីឡូខីសប្រហែលគេក៏ធ្វើផ្អែមអីអញ្ចឹងណាគេជំនាញគឺគេម៉ៅអញ្ចឹងទាំងម៉ៅអញ្ចឹងបើគេធ្វើលឿនគេចំណេញគេបានលុយច្រើនណាបើខ្ញុំចែកទៅវាអត់ខុសគ្នាប្រហែលនេះបើយើងគិតណាអានេះខ្ញុំនិយាយបើសិនយើងមកថាយើងចែកដូចគ្នាវាបើយើងធ្វើការរោងចក្របាន$7.35បើយើងចែកជាម៉ោងវិញចែកឲ្យ40ម៉ោងយើងកាត់តាក់ឲ្យអស់បាន$19.75ក្នុង1ម៉ោងអាហ្នឹងឥឡូវវិញនិយាយ bakery វិញធ្វើ5ថ្ងៃដូចគ្នាប៉ុន្តែមិនមែន40ម៉ោងណា bakery អាចធ្វើពី10ទៅ12ម៉ោងអាហ្នឹងតាមធម្មតាវាមិនអាច8ម៉ោងកម្រ8ម៉ោងនោះតែយើងអាចថ្ងៃ យើងនិយាយចរចាមួយគេអញ្ចឹងណាវាអាចមានដែរតែគាត់ថាវាកម្រវាអាចខ្ញុំនិយាយថា200ហ្មងជាមធ្យមធ្វើការចឹង5ថ្ងៃបាន$1000ហើយ$1000បើយើងចែកទៅជា50ម៉ោងវិញវា1ម៉ោង$20ចឹងវាលើសអាយើងរោងចក្រវា25សេនហ្នឹងអាហ្នឹងបើយើងចែកចឹងវិញ
យើងកាត់តាក់ឲ្យអស់ព្រោះ bakery គេឲ្យលុយយើងគឺគេអ្នកភេតាក់ឲ្យយើងប៉ុន្តែគេបងពុនគេមិនបងឲ្យយើងដូចរោងចក្រគេបងឲ្យយើងប្រហែលជា20ម៉ោងឯទេរបៀប part time ហើយយើងត្រូវដឹងថាវាប្រហែលគ្នា bakery អត់មាន public holiday អត់មាន sick pay អីទេណាបើសិនជាខាងរោងចក្រគេមានឲ្យយើង sick pay ជាមួយនឹង holiday pay sick pay បើសិនជា10ថ្ងៃក្នុងមួយឆ្នាំបើកាត់តាក់ឲ្យអស់ក៏បាន 1580.7 ដែរ 1580.70 សេនណាហើយបើ holiday 20ថ្ងៃក៏វាបានកាត់តាក់ឲ្យបាន $3161.40 សេនដែរអាហ្នឹងណាហើយបើ bakery គេអត់មានឲ្យហ្នឹងទេប៉ុន្តែយើងត្រូវដឹងមួយទៀត bakery បើយើងទៅធ្វើនៅ bakery យើងបានហូបនៅក្នុងនឹង free ដែរម្ចាស់គេអាចឲ្យនឹងហូប free វាមិនគ្រប់កន្លែងតែភាគច្រើនខ្មែរយើងគឺគេឲ្យយើងហូបឯងគេកម្រអត់តែគេថាយើងអត់ហូបអីខ្ញុំមិនដឹងណាព្រោះ bakery ខ្លះគេមាននឹងធ្វើម្ហូបឲ្យយើងហូបទៀតបើគាត់ធ្វើម្ហូបឲ្យយើងហូបបានយើងចំណេញណាខ្ញុំនិយាយវាយជាមធ្យមចាស់ម្ហូបមួយពេលនៅ New Zealand ណាมันអាចក្រោម$10 ទៅ$5ខ្ញុំថាជាមធ្យម$5ក្នុងមួយពេលអញ្ចឹងបើយើងហូបផឹកហើយនឹងថ្ងៃក៏វាបានប្រហែលជា$30ក្នុងមួយថ្ងៃបាទហើយបើយើងទៅធ្វើការរោងចក្រយើងត្រូវហូបខ្លួនឯងយើងអាចគេមិនអាចយើង free នៅកន្លែងរោងចក្រគេ free តែកាហ្វេតែមីឡូទៅដោះគោស្រស់អាហ្នឹងគេ free មែនហើយជួនកាលម្ដងមកការអញ្ចឹងគេមានទិញ Subway អីយើងហូបម្ដងមកការតែវាមិនជាច្រើននៅនឹងកន្លែងយើងធ្វើការហើយបើក៏ទៅវាក្នុងមួយអាទិត្យបើយើងធ្វើការរោងចក្រយើងនិយាយថាក្នុងមួយពេលបានព្រោះយើងកម្រាស់2ពេលទៀតនិយាយថាមួយពេលមកថាយើងទៅធ្វើអញ្ចឹងក្នុងមួយពេលក៏យើងចំណាយ$5 ទៅ$10ដែរអញ្ចឹងមួយអាទិត្យអស់$75បើយើងធ្វើការរោងចក្រតែបើធ្វើការ bakery វិញបើយើងហូប2ពេលវិញថាមួយថ្ងៃហ្នឹងវាចំណេញឡើង$30ហ្នឹង5ថ្ងៃវាបាន$150អាហ្នឹងវាអញ្ចឹងវាខុសគ្នាកន្លែងហ្នឹងប៉ុន្តែយើងត្រូវដឹងថាមួយទៀតឧបមាថាឥឡូវបើយើងធ្វើការរោងចក្រយើងលុយដែលយើងចូលមកគឺក្នុងធនាគារយើងហើយបើសិនជាយើងចង់ទិញផ្ទះអ្នកដែលធ្វើការរោងចក្រយកអា pay slip ដែលយើងចេញរោងចក្រគេផ្ញើយើងយកទៅឲ្យ broker គេមើល broker គេរៀបចំទៅដាក់ធនាគារយើងស្រួលទិញផ្ទះជាង bakery ព្រោះ bakery គេបងតាក់យើងតាម20ម៉ោងហ្នឹងហើយបើ20ម៉ោងវិញវាពិបាកទិញផ្ទះបើនិយាយចំមកយើងធ្វើការងារ part time ហើយបើយើងចង់បង40ម៉ោងក៏បងបានដែរ bakery គេធ្វើយើងបានដែរមិនតែយើងត្រូវបងតាក់ខ្លួនឯងហើយបើបងតាក់ខ្លួនឯងអស់លុយច្រើនមិនតិចទេណាយើងគិតថាតិចហើយយកទៅគុណមើលបើសិនជាដូចខ្ញុំគុណអានេះវាយើងគិតមើលវា$950 $958អាហ្នឹង 23.95 40ម៉ោងវាបានមួយទឹកបាន$958ឃើញតែកាត់តាក់ហើយនៅសល់តែ$790.35សេនអាហ្នឹងអញ្ចឹងហើយបើសិនជាបងតាក់វិញអស់ច្រើនជួនកាលគេឲ្យយើងបងដែរមិនថាយើងចង់បង40ម៉ោងហើយដល់ពេលគេព្រមបងយើង20ម៉ោងអញ្ចឹងយើង20ម៉ោងយើងបងតាក់ខ្លួនឯងទៅគេបងឲ្យយើងតាហ្នឹងតែថាយើងបងយើងវាអស់លុយច្រើនអញ្ចឹងណាអានោះវាខុសគ្នាកន្លែងហ្នឹងបើសិនជាយើងចង់ធ្វើ bakery យើងធ្វើ bakery ទៅចង់ធ្វើរោងចក្រចង់ស្រួលយើងធ្វើខាងរោងចក្រទៅរោងចក្រវាមានម៉ោងសម្រាកវាមាន sick pay holiday pay ហើយដូចរោងចក្រខ្ញុំវាលយក្នុងថាបើយើងឈឺទៅវាឲ្យយើងទៅអាកន្លែង family doctor ខាង Bakersfield អាហ្នឹងអត់យកលុយទេថ្នាំជាមួយនឹងជួប doctor ជួបអីខ្ញុំ free ហ្មងហើយឧបមាថាបើខ្ញុំឈឺអីដូចថាខ្ញុំគៀបចង្កេះឈឺចង្កេះខ្ញុំអត់ចង់ធ្វើការខ្ញុំបាក់អញ្ចឹងខ្ញុំទេប្រាប់ថាខ្ញុំឈឺអញ្ចឹងហើយខ្ញុំសួរថាអញ្ចឹងទៅកន្លែង PCO នេះហៅ PCO ដូច massage អញ្ចឹងយើងសួរទៅគេប្រាប់យើងទៅហើយយើងអត់អស់លុយអាហ្នឹងទៅ free ទៀតវាបាន free អញ្ចឹងហើយបើសិនជាយើងទៅធ្វើការ bakery ខ្ញុំអត់ដឹងដែរព្រោះខ្ញុំអត់ដែលឈឺអញ្ចឹងផងតែបើសិនធ្វើការ bakery បើសិនឈឺអញ្ចឹងដូចត្រូវ pay លុយមិនដឹងខ្ញុំអត់ច្បាស់ទេណាព្រោះខ្ញុំអត់ដែលឈឺហើយបើធ្វើការរោងចក្រខ្ញុំឈឺចង្កេះអញ្ចឹងទៅខ្ញុំទៅខាងខ្ញុំទេសួរខាងរោងចក្រគេប្រាប់ឲ្យខ្ញុំទៅអញ្ចឹងណាហើយក៏មុនភ្នែកខ្ញុំវាមិនដឹងស្អីចូលភ្នែកវាពិបាក
bạn chắc nhung từ pet chứ không tránh nhung từ càng nhẹ chùm điện hàng specialist nhẹ specialist hàng phần này chứ là nó thái rồi dương từ mà đón và hay chỉ tung pi bay hỏi đấy nó từ càng specialist nó đây cái chùm điện men cái nhung tận đó liếm cái miếng sân cái complete tranh mà chọc nó phần này chứ hay cái tịch này hay là bên chẳng dương bì trong tất thứ càng cho bị ban sủa lại năng này hay mà tha nhưng mà toàn cho bạn rồi mình tay là muốn đi của quân nhưng thlop để thay dương sấy nhưng thưa cao hồng chạ quay được về hay dương po thom ở dương chụp của mũi khai hay còn nóng pe của mũi khai nó dương man lôi đây mà nó man lôi nhé nè cứ được chỉ ban 80% rồi này phẹt hai dương chẳng bị sủa lại nữa đấy về dương thư càng chẳngแต่ยังก็งmuốnเคยบองใส่เมื่อโน้นทางนิวซีแลนด์นะเป็นกอดพอแต่ถ้ากอดทัวร์การเบกอดไม่ใช่ห้างเบเกอรี่ให้เดี๋ยวไปให้กอดปูทมเดี๋ยวไปกอดปูทมยังกอดคลายเลยมาในแต่แมนอ่อนนะแมนถ้าปูทมคลายเลยมานี่เดี๋ยวบองทลายยังmuốnกับแบบนั้นก็ถ้ากอดชื่อได้อยู่ให้ชื่อได้เดี๋ยวไปให้ตะคลาย ACC บ้านเลยได้แต่chứ mà hay thưa cá vì mẹ na ở để dùng bong tạ thì dùngพอทำนะไปยังบองตะบองไอ้nó khôngคือยิงมีบองtàu ACC là ta nhầm đưa cái phép mình chẳngไปđể dùng bong tàu lôi bởi dương nó vi trôi là không năng này chẳng làไปdương climb ACC thì dương bàn lôi về này mà thay dương chưa ấy thun ngồi dương thời gian phát anh chẳng ACC dương mình sẽ climb mà nắng mẹ ọt đây nên đi bàn sổ lại nắng đài hay chúng tôi nhóm ở đằng thang mấy bên tay bờ sân thì dương trong mắt bọc bị sọt dương trong thơ hang của này dương trong che chùm điện thua nung ngày khỏi trong thua cho tới cái háng dương thua bê cái gì đâu vẹt khai dương có theo vì mình chờ này hay còn đi sân biển bè bên tay dương thật đăng thang bê để dương thua ca bê cái gì kia dương che chùm điện chờ dương thua du dương che mà ô mà thay dương che thua phai dương che thua sẵn với dương che trong một quê dương che lụa dương che là biển dày người kia dương che cật lôi chùm điện như thế về sân được thơ không chắc nè các thưa sủa không chắc nhưng tôi có sủa mền chắc thưa ca mà ngày 7 món hay 2 món sầm hẹp đậm tì hay cho về món bái sầm hẹp là món chẳng thôi mà tại là món cứ dương này tránh mình không chặn để tránh mà nó tham mà ngày thưa ca 7 món cả là sạch nó không chặn món mà tại dương cái thế nhưng tầm 7 món này cả thay dương bàn chụp 2 món chụp mà đậm tí chụp bàn chẳng hay phải chụp đậm tí chúng ta đứa dương ná đôi ná này chú chụp đậm tí chụp những cái chụp bay nó phải đậm tí chứ nè vì ảnh chân này hay vì dương trong số hồ nôi số dương thua cái hồng chắc thôi vì số nhưng tôi có số mà tại bởi dương trong chùm này chùm điên trong man chùm điên trong tôi chơi tất cả về cái đi trong họ lôi họ si tất sau lôi trả miên tia dương trong man lan đầm nước trong man tia là on nâu trong man có bộ brand phở ấy nó dương tàu về cái là dương thư cao hồng chắc vì mình vì ai ban nó dương xóm mà nắng vì tại dương xóm á vì anh ai thay dương ở trong cái bộ lại mà mới tinh mới nọt má này thư cao hồng chắc viện nghĩ dương thôn xóm dù đấy đôi những thua video muốn phèm chắc vừa nấu như là ní dương họ dương chân này ở thóm á nấu hộp chốc hay là làm hay là này là muốn hiểm phèm mình toàn cấtถึง incident ทั้งnên đi cái bọn incident họ lôi chán đó nè bây giờ tình te cả incident te mỗi $2,000 chiếng incident hay nó bong punตัวรอดคือเฮาไอ้บองซิตี้คอนโซลเลยเนาะว่าโจประมาณ$2,000chiếng ตามแต่เราดอกบุญแผงปอนกับเมนវាអត់ទៀងអូខេអរគុណ